មួយណារិនខ្លាចតិចឬអត់ណោះហើយអ្វីបានជាមិនទាន់មកដល់ទៀតហើយថ្ងៃនេះវាកើតអីវាវិញយីយុគថ្មនេះហើយអ្នកណាមកអង្គុយមាត់ទឹកអញ្ចឹងប្រហែលជាណារិនមកដល់ហើយទេដឹងមានរឿងរ៉ាវដំណាលអំពីហេតុការណ៍ដ៏គួរឲ្យខ្លាចមួយហេតុការណ៍នោះបានកើតឡើងនៅតំបន់ដាច់ស្រយាលមួយកន្លែងបច្ចុប្បន្ននេះបុរសម្នាក់ដែលនៅក្នុងហេតុការណ៍នោះមានអាយុ45ឆ្នាំទៅហើយគាត់មានឈ្មោះថាណារិនប៉ុន្តែហេតុការណ៍នោះបានកើតឡើងជាច្រើនឆ្នាំមុននៅពេលដែលគាត់នៅវ័យក្មេងនៅឡើយគ្រានោះណារិនតែងតែទៅនេសាទត្រីជាមួយនឹងមនុស្សចាស់ម្នាក់នៅក្នុងភូមិឈ្មោះថាពូកាណារិនអើយណារិនអើយភ្ញាក់ពីពេងនៅក្មួយអ្នកណាគេកំពុងហៅខ្ញុំនឹងពូនៅក្មួយអូពូកាទេអីស្មានតែអ្នកណាអាកាសធាតុយប់នេះដូចជាត្រជាក់ខ្លាំងណាស់ពូអើយខ្យល់ពេលយប់ត្រជាក់ដោះឆ្អឹងខ្នងតែម្ដងយេស្មានតែក្រោបមិនរួចទេតានេះឥឡូវក្មួយឯងសម្បាច់ថាទៅឬអត់នឹងមើលទៅដូចទៅមិនរួចទេដឹងខ្ញុំទៅតាពូដោយសារយប់មិញខ្ញុំជាប់រវល់ការងារបន្តិចហ្នឹងណាពូទៅតែបានចូលដេកអំបញ្ញមិញហ្នឹងពូឮសំឡេងពូហៅល្មមមើលឆាប់រៀបចំខ្លួនឲ្យលឿនឡើងមកអញ្ចឹងពូចេញតមុនហើយណាក្មួយបាទពូតមុនចុះបន្តិចទៀតខ្ញុំទៅតាមក្រោយឥឡូវហើយពូពូកានេះគឺជាអ្នកនេសាទត្រីជើងចាស់ម្នាក់នៅក្នុងភូមិដោយគាត់មានបទពិសោធន៍យ៉ាងក្រាស់ក្រែលទន្លេស្ទឹងបឹងបួគ្មានកន្លែងណាមួយដែលគាត់មិនធ្លាប់ទៅនេសាទនោះឡើយនៅពេលដែលពូកាចេញទៅបាត់ទៅណារិនក៏បានចូលទៅសម្រាកវិញណារិននេះមិនបានរៀនសូត្រច្រើនប៉ុន្មានទេតែគេជាក្មេងប្រុសឧស្សាហ៍ព្យាយាមម្នាក់និងមានកម្លាំងមាំមួនណារិនបានរៀននេសាទត្រីជាមួយពូកាហើយតែងតែទៅនេសាទជាមួយពូកាស្ទើរគ្រប់ទីកន្លែងទាំងអស់បន្ទាប់ពីពូកាចេញពីផ្ទះរបស់ណារិនមិនយូរប៉ុន្មានពូកាក៏បានមកដល់ស្រះទឹកថ្មីមួយដែលគាត់មិនធ្លាប់មកដល់តតែសោះលុះបានឃើញស្រះទឹកហើយក៏ចាប់ផ្ដើមរៀបចំចុះទៅនេសាទអូយយទីនេះអាកាសធាតុមិនសូវល្អសោះចុះអាប់ក្រាស់តែម្ដងមើលអ្វីមិនចង់ឃើញសោះណ៎ហើយជ្រុលជាមកដល់ទៅហើយប្រញាប់ចុះទៅកុំឲ្យខាត់ជើងថ្ងៃនេះមានអារម្មណ៍ថាទឹកដូចត្រជាក់ដល់ហើយវ៉ៃយើងមិនដែលមានអារម្មណ៍ត្រជាក់បែបនេះពីមុនមកសោះមួយណារិនខ្លាចត្រជាក់ឬអត់ណោះហើយអ្វីបានជាមិនទាន់មកដល់ទៀតហើយថ្ងៃនេះវាកើតអីវាវ៉ៃពូកានៅតែបន្តបង់សំណាញ់ម្នាក់ឯងអស់រយៈពេល 2-3 ម៉ោងទៅហើយក៏នៅតែមិនទាន់ឃើញណារិនមកដល់ទៀតគាត់បានគិតថាណារិនដេកមិនក្រោកដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក
ពូកានៅតែបន្តបងសំណាញ់របស់គាត់ដើម្បីចាប់ត្រីតែគាត់តែងតែងាកមើលទៅច្រាំងម្ដងហើយម្ដងទៀតក៏បានឃើញស្រមោលមនុស្សម្នាក់អង្គុយមាត់ច្រាំងដោយហេតុមេឃចុះអាប់ខ្លាំងពេកបណ្ដាលឲ្យគាត់មើលមិនច្បាស់នោះឡើយដោយគាត់បានគិតក្នុងចិត្តថា យីយប់ថ្មនេះហើយអ្នកណាមកអង្គុយមាត់ទឹកអញ្ចឹងប្រហែលជាណារិនមកដល់ហើយទេដឹងណារិនមកដល់ហើយមែនក្មួយ ទោះបីជាគាត់ខំស្រែកហៅយ៉ាងណាក៏មិនមានការឆ្លើយតបនោះឡើយគាត់នៅតែបន្តស្រែកសួរទៅទៀតថា ណារិនហេតុអ្វីមិនឆ្លើយនឹងពូក្មួយ ភ្លាមនោះគាត់បានឮសំឡេងតបមកវិញពូកាមានអារម្មណ៍ព្រឺឆ្អឹងខ្នងជាខ្លាំងដោយគាត់យល់ឃើញថាពេលដែលគាត់និយាយជាមួយណារិនសំឡេងមិនដូចដែលគាត់បានឮនៅពេលនេះឡើយ មានអារម្មណ៍ដូចជាចម្លែកដល់ហើយតើជាណារិនឬនរណា ដោយពូកាកើតមានសេចក្តីសង្ស័យគាត់បានបកទៅចិត្តមាត់ច្រាំងនៅពេលដែលគាត់ជិតទៅដល់ច្រាំងគាត់មើលទៅឃើញមនុស្សចម្លែកម្នាក់មានរូបរាងអាក្រក់និងខ្លួនរលេះរលួយគួរឲ្យខ្លាចពូកាគាត់នេសាទត្រីរាប់សិបឆ្នាំមកហើយប៉ុន្តែគាត់មិនដែលជួបប្រទះរឿងចម្លែកបែបនេះឡើយពេលនោះគាត់មានអាការៈរន្ធត់ជាខ្លាំងហើយធ្វើឲ្យគាត់ភ័យញ័រចម្ប្រក់សពរាងកាយគាត់បានសម្រេចចិត្តរត់ទៅច្រាំងម្ខាងទៀតនៅពេលដែលគាត់អំពងទឹកទៅមុខភ្លាមនោះរូបរាងនោះក៏លោតតាមទៅដែរឆ្លងស្រះក្នុងពេលមួយប្រព្រិចភ្នែកដោយគាត់គិតថាមនុស្សធម្មតាមិនអាចផ្លាស់ទីលឿនបែបនេះបានឡើយពេលនោះគាត់គ្មានការសង្ស័យទៀតឡើយវាជាខ្មោចខ្មោចនោះលោតត្រឡប់ចូលស្រះហើយចាប់ផ្ដើមឆ្លងពីច្រាំងមួយទៅច្រាំងមួយដដែលហើយវាបន្តធ្វើបែបនេះស្ទើរតែពេញមួយយប់ក្នុងភាពត្រជាក់ដ៏ឆ្អឹងខ្នងប៉ុន្តែពូកាចាប់ផ្ដើមបែកញើសប៉ុនក្របពោតគាត់មានអារម្មណ៍ថាសេចក្តីស្លាប់កំពុងចូលមកជិតហើយរាងកាយរបស់គាត់ញ័រទទ្រើតដោយភាពភ័យខ្លាចយ៉ាងខ្លាំងបន្តិចក្រោយមកពូកាបានឮសំឡេងមាន់រងាវហើយក៏ឮសំឡេងណារិនកំពុងស្រែកហៅគាត់ពូកាអើយពូកាខ្ញុំមកដល់ហើយពូពេលនោះគាត់បានស្រែកឡើងថា ខ្មោចណារិនខ្មោច ពេលដែលណារិនបានឮពូកាស្រែកដូច្នេះហើយគាត់មានការរន្ធត់យ៉ាងខ្លាំងហើយប្រឹងសម្លឹងមើលនៅជុំវិញនោះប៉ុន្តែគាត់មិនបានឃើញអ្វីដូចដែលពូកាបានស្រែកនោះទេព្រោះនៅពេលនោះមានអាប់ចុះយ៉ាងខ្លាំងធ្វើឲ្យណារិនមិនអាចមើលឃើញអ្វីនោះទេថ្ងៃដែលពូកាគាត់បានជួបរឿងចម្លែកនោះធ្វើឲ្យគាត់ភ័យញ័ររន្ធត់ជាខ្លាំងនិងមិនអាចធ្វើដំណើរត្រឡប់ទៅផ្ទះវិញបានទេណារិនក៏បានជូនគាត់ត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយចាប់តាំងពីថ្ងៃនោះមកពូកានិងណារិនមិនដែលទៅនេសាទត្រីនៅស្រះទឹកនោះទៀតឡើយហើយបន្ទាប់ពីបានជួបរឿងចម្លែកនោះមកពួកគាត់ទាំងពីរក៏លែងទៅនេសាទត្រីម្នាក់ឯងនៅពេលយប់ទៀតដែរហើយរឿងនិទាននេះក៏សន្មត់បញ្ចប់ត្រឹមតែប៉ុណ្ណេះឯងហោង